តោះបងប្អូនមកស្ងោរកៅឡាក់ជាមួយខ្ញុំនាងបងប្អូនបកមកអញ្ចឹងណាបងប្អូនថ្ងៃមុនណាខ្ញុំបានទៅដើរហាត់ប្រាណនៅតាមព្រៃទៅពេលអញ្ចឹងទៅក៏ឃើញដើមកៅឡាក់បងប្អូនអត់ស្គាល់ទេតែធ្លាប់ឃើញមើលវីដេអូបងប្អូនយើងទៅឃើញរូបរាងអញ្ចឹងហើយប្តីខ្ញុំក៏គាត់ថាហ្នឹងហើយកៅឡាក់អញ្ចឹងក៏រើសវាមកគ្រាប់អត់ធំទេបងប្អូនតូចតូចអត់ដូចខ្ញុំទិញនៅផ្សារឯណាបើខ្ញុំទិញនៅផ្សារ1គីឡូដូចឥឡូវ1គីឡូ990សេនហើយអានេះរើសមកទូចទូចទេតែបងប្អូនអើយនិយាយមែនឆ្ងាញ់ជាងអាទិញនៅផ្សារឆ្ងាយណាយើងទិញនៅផ្សារគ្រាប់វាធំធំមែនប៉ុន្តែរសជាតិវាបែបផ្សេងអានេះរសជាតិឆ្ងាញ់ហើយអាឡ័យតារៀបរាប់ប្រាប់បងប្អូនភ្លេចប្រាប់នេះបងប្អូនខ្ញុំរបៀបស្ងោរកៅឡាក់ឬក៏ដុតកៅឡាក់ហ្នឹងណាមុននឹងយកវាទៅដុតឬក៏យកទៅស្ងោរខ្ញុំយកមកកាត់សិនហើយវិធីរបស់ខ្ញុំមាន2ថ្ងៃមុនខ្ញុំកាត់តាផ្កាយសញ្ញាបូកពីលើអញ្ចេះណាបងប្អូនតែទៅពេលខ្ញុំមើលវីដេអូទៅឃើញបងស្រីមួយនោះគាត់កាត់អញ្ចេះកាត់អាក្បាលវាហ្នឹងណាហើយទៅពេលខ្ញុំធ្វើទៅខ្ញុំចង់សាកទាំងពីររបៀបហ្នឹងតើវាស្រួលបកដូចគ្នាអត់ហើយមួយណាល្អជាងអញ្ចឹងក៏សាកល្បងធ្វើវាទៅបងប្អូនអញ្ចឹងខ្ញុំមានកាត់ពុះអាផ្កាយនឹងផងហើយកាត់អាក្បាលពីអាកន្លែងក្បាលវានឹងតិចទៅណាកាត់ឲ្យវាចេញសាច់តិចទៅហើយនេះបងប្អូននេះវាអត់សូវធំទេហើយវិធីរបស់ខ្ញុំគឺខ្ញុំតែងតែធ្វើអញ្ចឹងបងប្អូនខ្ញុំដាំទឹកឲ្យពុះទៅខ្ញុំយកមកចាក់ហើយខ្ញុំដាក់ស្ងោរវាតែ2-3នាទីទេបន្ទាប់មកខ្ញុំយកមកចាក់វាចេញសម្រស់ទឹកវាឲ្យវាស្រស់ទឹកណាហើយខ្ញុំយកទៅដាក់នៅក្នុង air fryer ដុតដើម្បីដុតវាមិនបានស្រស់ទឹកអស់ហើយបងប្អូនតែពេលដុតហ្នឹងគឺខ្ញុំប្រើកម្ដៅមិនសូវជាក្ដៅហ្មងនេះបងប្អូនដោយសារវាគ្រាប់ទូចអញ្ចឹងណាអញ្ចឹងខ្ញុំប្រើកម្ដៅ160អង្សារយៈពេលតែ10នាទីទេនៅក្នុងនេះខ្ញុំដាក់ដូចជា8នាទីចុងក្រោយខ្ញុំថែម2នាទីទៀតដើម្បីឲ្យវាស្ងួតទឹកឆ្ងាញ់អញ្ចឹងណាហើយដុតតែមួយផ្លែតបានញ៉ាំហើយបងប្អូនឈ្ងុយឆ្ងាញ់ហើយវិធីសាស្ត្រនេះខ្ញុំបកសបកទៅគឺវាអត់នៅជាប់ច្រើនណាបើយើងគ្រាន់យកទៅដុតហ្មងយើងពុះហើយយើងយកទៅដុតរៀងជាប់អានេះខ្ញុំសាកល្បងទៅឃើញវិធីនេះរៀងល្អហើយសម្រាប់ការពុះផ្កាយពុះសញ្ញាបូកនេះគឺបកមកអញ្ចេះបងប្អូនឃើញទេបកមកស្អាតហើយចាំមើលខ្ញុំវិធីសាស្ត្រថ្មីឃើញតាម Facebook ដែលបងស្រីខ្ញុំភ្លេចឈ្មោះគាត់ហើយឃើញគាត់ធ្វើនេះឃើញគាត់កាត់តាកន្លែងហ្នឹងអញ្ចឹងឯងចាំបកមកវាដូចគ្នាអត់តែខ្ញុំសាកល្បងបកទៅបងប្អូនពីរវិធីហ្នឹងគឺមួយណាក៏បានដែរស្រួលសម្រាប់ខ្ញុំគឺសញ្ញាបូកស្រួលគ្រាន់តែពេលយើងកាត់ហ្នឹងយូរជាងកាត់ក្បាលនេះកាត់ក្បាលនេះក៏ស្រួលបកដែរបកមកអស់ដូចគ្នាតែបងប្អូនវាមានជាប់តិចជាប់មួយនេះជាប់តែបើផ្សេងទៀតគឺបកមកអាលេះអស់ហើយស្រួលទេអញ្ចឹងតាមគ្រាប់វាហើយវិធីសាស្ត្រពីរហ្នឹងបងប្អូនជ្រើសមួយណាក៏បានដែរបងប្អូនឃើញនេះបកមកអស់លីងជាសញ្ញាបូកក៏បានចិត្តក្បាលចឹងក៏បានតែជាសញ្ញាបូកយើងបកទៅវាស្រួលតែគ្រាន់តែគ្រាប់សាច់ដែលយើងបកមកវាមានស្នាមយើងកាត់ចឹងណាបើកាត់ក្បាលបន្តិចចេះគឺបកមកគឺអត់មានស្នាមកាត់ទេអញ្ចឹងស្អាតម្យ៉ាងម្នាក់បងប្អូនជ្រើសវិធីណាក៏បានដែរតែខ្ញុំចូលចិត្តទាំងពីរវិធីអញ្ចឹងពេលខ្ញុំធ្វើជួនកាលខ្ញុំកាត់ទាំងពីរអញ្ចឹងទៅហើយបងប្អូនអើយឈ្ងុយឆ្ងាញ់ណាស់ឡើងល្មួតផ្អែមហ្នឹងខ្ញុំអត់បានទុកពីរថ្ងៃណាខ្ញុំយកមកខ្ញុំរើថ្ងៃហ្នឹងស្អែកឡើងខ្ញុំដុតតែដូចខ្ញុំនិយាយចឹងថាវិធីសាស្ត្ររបស់ខ្ញុំគឺខ្ញុំច្រើនតែសោះទឹកក្តៅមុនយកទៅដាក់ដុតចឹងណាហើយយើងដុតផ្ទាល់ក៏បានដែរគ្រាន់ថាវារៀងស្អិតជាងដែលយើងស្រុះតែម្យ៉ាងម្នាក់ទេអាស្រ័យទៅលើបងប្អូនធ្លាប់ធ្វើបែបណាស្រួលបងប្អូនធ្វើចុះហើយនេះខ្ញុំបកនេះបងប្អូនបកហើយតែបកនេះបាត់ខ្លះហើយព្រោះប្តីខ្ញុំចេញមួយចូលមួយចេញមួយចូលមួយអញ្ចឹងទៅត្រូវបានមកប្រអប់ហ្នឹងឥឡូវបានតែកន្លះប្រអប់ទេអរគុណបងប្អូនបាយបាយ